បងប្អូនទាំងអស់គ្នានាងខ្ញុំមានដំណឹងល្អមួយដោយសារតែនាងខ្ញុំរំភើបដោយអ្វីដែលនាងខ្ញុំធ្លាប់ប៉ងប្រាថ្នាចានៅពេលដែលយើងមានបញ្ហាថៃឈ្លានពានមកលើយើងហើយយើងបានបិទព្រំដែនហើយអីដែលនាងខ្ញុំចង់បានបំផុតនោះគឺចង់ឲ្យអ្នកវិនិយោគទាំងប៉ុន្មានដែលធ្លាប់តែប្រើប្រាស់ទឹកដីទីតាំងរបស់ថៃនោះវិនិយោគហើយនាំផលិតផលមកឲ្យយើងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់ហ្នឹងគាត់ត្រឡប់មកពិចារណាមកវិនិយោគនៅក្នុងទឹកដីរបស់យើងវិញពីព្រោះវានឹងបង្កើនផលចំណេញឲ្យយើងច្រើននៅទីបំផុតអ្វីដែលខ្ញុំចង់បានក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ចង់បានគឺវានឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះនៅក្នុងថ្ងៃនេះផ្ទាល់នេះខ្ញុំចាប់អារម្មណ៍ព័ត៌មានមួយដែលពីក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាឃើញថាមានជំនួបមួយនៅក្នុងថ្ងៃ13ហ្នឹងផ្ទាល់គឺជំនួបរវាងអគ្គលេខាធិការរបស់ក្រមប្រឹក្សាគណៈកម្មការវិនិយោគរបស់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាលោកបានជួបជាមួយនឹងខាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Lion Corporation ហើយក្រុមហ៊ុន Lion Corporation នេះគឺជាក្រុមហ៊ុនដែលធ្លាប់តែបង្កើតរោងចក្រវិនិយោគនៅក្នុងប្រទេសថៃវៀតណាមម៉ាឡេស៊ីឬក៏ឥណ្ឌូនេស៊ីផលិតនៅផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់យើងហើយនេះខ្ញុំនិយាយឈ្មោះផលិតផលបងប្អូនប្រកាសជាស្គាល់ហើយ Lion Corporation គឺជាក្រុមហ៊ុនដែលជាម្ចាស់របស់ផលិតផលមានដូចជា Shikubusu ផលិតផល Kodomo ផលិតផលសាប៊ូលាងដៃ Kiri ហើយក៏ដូចជាផលិតផលថ្នាំដុសធ្មេញ Systema ក៏ដូចជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងនៅមួយចំនួនទៀតដែលកន្លងមកយើងនាំចូលមកពីថៃក្តីបំណងប្រាថ្នាដែលយើងចង់បានពេលនេះគឺកំពុងតែឆ្ពោះទៅរកការពិតបណ្ដាហើយតាមរយៈការចុះមកសិក្សានៅលើទីតាំងកម្ពុជាយើងស្វែងរកឱកាសនៅក្នុងការបង្កើតរោងចក្រនៅកម្ពុជាយើងចំណុចដែលចំណេញនៅក្នុងឱកាសដែលក្រុមហ៊ុន Lion Corporation នឹងបង្កើតរោងចក្រនៅយើងនេះនាងខ្ញុំអាចនិយាយបានថានឹងផ្ដល់ផលចំណេញដល់កម្ពុជាច្រើនទី1បង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋរាប់ចាប់តាំងពីកម្មកររហូតទៅដល់បុគ្គលិករដ្ឋបាលបុគ្គលិកអនាម័យផ្សេងចាមួយទៀតផ្ដល់នៅជំនាញបច្ចេកទេសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលគាត់ធ្វើការនៅក្រុមហ៊ុនហ្នឹងពីព្រោះ Lion Corporation ហ្នឹងមិនមែនជាក្រុមហ៊ុនតូចតាចធម្មតាទេជាក្រុមហ៊ុនវ័យចំណាស់របស់ជប៉ុនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ1982ហើយមានទីតាំងនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោកដូចគ្នាអញ្ចឹងរាល់ប្រតិបត្តិការនៅលើប្រទេសកម្ពុជាយើងក្រៅពីផ្ដល់ការងារក្រុមហ៊ុននេះនឹងផ្ដល់នៅចំណេះជំនាញបច្ចេកទេសដល់បុគ្គលិកដែលជាប្រជាពលរដ្ឋខ្មែរដូចគ្នាដែរមួយទៀតគឺការចំណេញថ្លៃដើមផលិតផលនឹងមានការធ្លាក់ចុះនៅពេលដែលផលិតផលផលិតនៅក្នុងស្រុកយើងហើយលែងត្រូវការដឹកជញ្ជូនឆ្លងកាត់ពីប្រទេសមួយចូលប្រទេសមួយទម្រាំដល់យើងអញ្ចឹងថ្លៃដើមនៅក្នុងការដឹកជញ្ជូនអត់ចំណាយទេមួយទៀតអត់ចំណាយទៅលើពន្ធនាំចូលដែលធ្វើឲ្យចំណាយនោះវាកើនបន្ទុកកាន់តែច្រើនទៅលើផលិតផលហ្នឹងដែលវាប៉ះពាល់ដល់អ្នកប្រើប្រាស់ទេអញ្ចឹងនៅមានការផ្ដល់នូវផលចំណេញផ្សេងបន្តទៀតវាធ្វើឲ្យទំហំនៃការនាំចេញផលិតផលរបស់យើងនៅពេលដែលរោងចក្រនឹងបានបើកហើយយើងអាចនាំចេញផលិតផលទាំងអស់នោះទៅក្រៅប្រទេសផ្សេងដើម្បីបំពេញតម្រូវការទីផ្សារជាអន្តរជាតិបានអញ្ចឹងវានឹងធ្វើឲ្យកំណើននៃការនាំចេញរបស់ប្រទេសយើងកើនមួយកម្រិតបន្ថែមទៀតហើយក៏ដូចជាការជំរុញនៅការប្រើប្រាស់វត្ថុធាតុដើមផ្សេងប្រសិនបើកម្ពុជាយើងមានក៏ជាឱកាសមួយសម្រាប់រុញឲ្យវត្ថុធាតុដើមរបស់ក្នុងស្រុករបស់យើងមានទីផ្សារនៅក្នុងការប្រើប្រាស់ដើម្បីយកទៅផលិតជាផលិតផលសម្រាប់ដូចគ្នាដែរ